សូមជម្រាបសួរប្រិយមិត្តដែលកំពុងតាមដានទស្សនាកម្មវិធីសេដ្ឋកិច្ចនិងទ្រព្យនៅក្នុងថ្ងៃនេះយើងមកដឹងអំពីទិសដៅមាសក៏ដូចជាឱកាសវិនិយោគទៅលើតម្លៃហាងឆេងមាសអន្តរជាតិចាហើយយើងឃើញថាតម្លៃមាសបានធ្លាក់ថ្លៃប្រមាណ$110ក្នុងមួយតម្លឹងកាលពីថ្ងៃសុក្របន្ទាប់ពីព័ត៌មាន Non-Farm Employment Check ចាដូច្នេះកុំឲ្យខាតពេលវេលាយូរយើងមកជួបជាមួយនឹងវាគ្មិនរបស់យើងលោកសាវនដើម្បីដឹងពីទិសដៅមាសក៏ដូចជាព័ត៌មានសំខាន់ៗទាក់ទិនជាមួយនឹងតម្លៃហាងឆេងមាសសកលចាជំរាបសួរលោកសាវនជំរាបសួរកញ្ញាសាន់ដេបាទចាលោកសាវនតើនៅក្នុងថ្ងៃនេះមានព័ត៌មានសំខាន់ដែរឬទេដែលអាចធ្វើឲ្យតម្លៃមាសមានការប្រែប្រួលកញ្ញាសាន់ដេព័ត៌មានដែលជះឥទ្ធិពលទៅដល់ទីផ្សារហាងឆេងមាសនៅក្នុងថ្ងៃនេះតែម្ដងនៅដើមសប្តាហ៍ថ្ងៃច័ន្ទហ្នឹងគឺมันមានទេបាទប៉ុន្តែខ្ញុំបានមើលឃើញថាកាលពីថ្ងៃសុក្រចុងសប្តាហ៍មុនបាទថ្មីហ្នឹងមានព័ត៌មានមួយចេញបាទតាក់ទងទៅលើព័ត៌មាន Non-Farm ប្រចាំខែហើយនៅក្នុងនោះទិន្នន័យប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋអាមេរិកហ្នឹងមានការកើនឡើងបាទពី 0.2% ទៅ 0.4% ហើយទិន្នន័យសំខាន់ហ្នឹងបាទគឺទិន្នន័យ Non-Farm ហ្នឹងគឺមានការកើនឡើងផងដែរបាទចំពោះ previous ហ្នឹងគឺ 147k forecast 126k ហើយ actual ចេញមកជាក់ស្ដែងហ្នឹងគឺ 139k បាទហើយចំពោះ unemployment rate វិញរក្សានៅដដែលទេបាទគឺនៅ 4.2% គឺនៅដដែលបាទហ្នឹងបើសិនបើយើងមើលកាលពីថ្ងៃសុក្រចុងសប្តាហ៍មុនណាបាទហើយព័ត៌មានទាំងអស់នេះផងដែរវាបានជះឥទ្ធិពលទៅដល់ទីផ្សារហាងឆេងមាសសកលបានធ្វើឲ្យតម្លៃមាសហ្នឹងមានការធ្លាក់ថ្លៃផងដែរកាលពីថ្ងៃសុក្រហើយខ្ញុំក៏បានជួយឲ្យអ្នកវិនិយោគទុនជាច្រើនហ្នឹងបានធ្វើការជួញដូរទៅលើទីផ្សារហាងឆេងមាសហ្នឹងក៏ទទួលបាននូវផលចំណេញច្រើនផងដែរបាទហើយនៅក្នុងសប្តាហ៍នេះបាទនៅក្នុងសប្តាហ៍ហ្នឹងក៏មានព័ត៌មានសំខាន់ចេញមកទៀតដែរបាទនៅថ្ងៃទី11ទី12និងទី13បាទទី11ត្រូវនឹងថ្ងៃពុធហ្នឹងបាទគឺមានព័ត៌មានខ CPI ប្រចាំខែ CPI ប្រចាំខែនិង CPI ប្រចាំឆ្នាំថ្ងៃទី12ត្រូវថ្ងៃផុសបាទមានព័ត៌មានខ PPI ប្រចាំខែ PPI ប្រចាំខែនិង Unemployment Claim បាទនឹងនៅក្នុងថ្ងៃប្រហ័សទី12បាទហើយនៅក្នុងថ្ងៃសុក្របាទចុងថ្ងៃសុក្រទី13នោះបាទក៏មានព័ត៌មានពីខាងសហរដ្ឋអាមេរិកដែរតាក់ទងទៅលើ Consumer Sentiment បាទអញ្ចឹងព័ត៌មានពីថ្ងៃទី11រហូតដល់ថ្ងៃទី13នេះព័ត៌មានទាំងអស់នេះវាក៏ជាព័ត៌មានដែលសំខាន់ដែលជាឥទ្ធិពលទៅដល់ការប្រែប្រួលនៃទីផ្សារហាងឆេងមាសសកលដើម្បីឲ្យយើងមានឱកាសនៅក្នុងការជួញដូរស្វែងរកនូវផលចំណេញផងដែរបាទចាសសូមអរគុណលោកសាវនសម្រាប់ការបកស្រាយព័ត៌មានខាងលើជូនដល់ទស្សនិកជនទាំងអស់គ្នាចាសសម្រាប់សំណួរបន្ទាប់នោះតើយើងអាចវិនិយោគទៅលើតម្លៃមាសចានៅតម្លៃណាដែរចាបាទកញ្ញាសាន់ដេឥឡូវសូមចូលមកមើលការវិភាគការជួញដូរប្រចាំថ្ងៃដើម្បីស្វែងរកនូវផលចំណេញជាមួយនឹងទីផ្សារហាងឆេងមាសសកលជាមួយនឹងខ្ញុំបាទអញ្ចឹងកញ្ញាសាន់ដេសូមចូលមកមើលការវិភាគទីផ្សារហាងឆេងមាសសកលប្រចាំថ្ងៃជាមួយនឹងខ្ញុំបាទអញ្ចឹងនៅក្នុងថ្ងៃនេះយើងឃើញថាទីផ្សារហាងឆេងមាសវាបានបើកផ្សារមកបាទនៅដើមសប្តាហ៍ត្រូវនឹងថ្ងៃច័ន្ទទី9ខែ6ហ្នឹងបាទយើងឃើញថាវាបានមានការធ្លាក់ថ្លៃបាទធ្លាក់ថ្លៃរហូតមកដល់តម្លៃប្រមាណបាទកាលពីព្រឹកមិញហ្នឹងគឺ$3,293បាទអញ្ចឹងមានន័យថាវាធ្លាក់ខ្ទង់24លេខហើយក៏មានការឡើងបាទឡើងពីតម្លៃដែលវាធ្លាក់ដល់ហ្នឹងបាទ$3,294ហ្នឹងមកដល់តម្លៃប្រមាណ$3,323តម្លៃបច្ចុប្បន្នវិញបាទអញ្ចឹងយើងឃើញថាបន្ទាប់អំពីដែលទីផ្សារហាងឆេងមាសហ្នឹងធ្លាក់ចុះកាលពីថ្ងៃសុក្រជាមួយនឹងម៉ោងព័ត៌មាន Non-Farm ដែលខ្ញុំបានជម្រាបជូនមុនហ្នឹងបាទវាក៏ធ្វើឲ្យទីផ្សារហ្នឹងនៅក្នុងថ្ងៃហ្នឹងមានការ investment ឡើងទៅលើវិញបាទហើយចំពោះការ investment នេះទៀតសោតខ្ញុំគិតថាវាមិនទៅណាឆ្ងាយបាទពីតម្លៃប្រមាណ$339អីនោះទេបាទនៅក្នុងថ្ងៃហ្នឹងបាទអញ្ចឹងនៅក្នុងថ្ងៃនេះចំពោះឱកាសនៃការជួញដូរទៅលើទីផ្សារហាងឆេងមាសសកលបាទខ្ញុំមានការ recommend ឲ្យរងចាំធ្វើការកក់ហាងឆេងលក់ចុះមកវិញបាទគឺនៅតម្លៃប្រមាណក្នុងមួយអោនហ្នឹងបាទ$3,339កាលណាទីផ្សារហាងឆេងមាសវាបាន investment ឡើងមកដល់តម្លៃខាងលើនេះបាទអញ្ចឹងមានន័យថាប្រិយមិត្តទាំងអស់គ្នានៅក្នុងថ្ងៃនេះបាទ
អាចធ្វើការកក់ហាងចេញលក់ចុះមកវិញតែម្ដងបាទកក់ហាងចេញលក់ចុះមកវិញតែម្ដងបាទអញ្ចឹងខ្ញុំគិតថានៅក្នុងថ្ងៃនេះទោះបីជាយ៉ាងណាខ្ញុំមើលឃើញថាតម្លៃហាងចេញមាសក៏មិនទាន់ហក់ឡើងទៅរកតម្លៃប្រហែល 3,350 ឬក៏ 3,380 អីនៅខាងលើនេះវិញគឺមិនទាន់ទេបាទប៉ុន្តែបើសិនករណីណាមួយបាទដែលទីផ្សារវាឡើងដល់ 3,350 ឬក៏ 3,380 វាប្រេកពីតម្លៃដែលខ្ញុំគិតថាវាឡើងមកប៉ះត្រឹមតែ 3,339 នេះទេអញ្ចឹងក៏យើងអាចនៅតែ sell បាទក៏ហាងឆេងលក់ចុះមកវិញផងដែរបាទនៅតែ sell អញ្ចឹងបាទដើម្បីបង្កើតនៅឱកាសចំណេញក្នុងថ្ងៃហ្នឹងណាបាទដោយសារតែការប្រែប្រួលនេះវាយោងទៅតាមទិន្នន័យកាលពីថ្ងៃសុក្រសិនបាទកាលពីថ្ងៃសុក្រសិនហើយចំពោះព័ត៌មានសំខាន់នៅក្នុងសប្តាហ៍នេះក៏មានដែរបាទថ្ងៃទី11ទី12ទី13ហ្នឹងព័ត៌មាន CPI PPI អីជាដើមហ្នឹងបាទអញ្ចឹងនៅក្នុងថ្ងៃនេះផ្ទាល់ខ្ញុំនៅតែ recommend ឲ្យធ្វើការលក់ចុះមកវិញបាទប៉ុន្តែមិនមែនលក់ចុះនៅក្នុងតម្លៃបច្ចុប្បន្ននេះទេបាទអញ្ចឹងឲ្យលក់ចុះនៅក្នុងតម្លៃប្រមាណ 3,339 តែបើថាវាប្រេកពីតម្លៃ 3,339 ឧទាហរណ៍ថាវាឡើងមកប៉ះ 3,350 បាទនៅខាងលើនេះបាទក៏យើងអាចធ្វើការកក់ហាងឆេងលក់បានឬក៏បាទមកដល់តម្លៃ 3,380 នៅខាងលើនេះទៀតក៏យើងនៅតែធ្វើការកក់ហាងឆេងលក់ចុះបានដូចគ្នាផងដែរបាទនឹងចំពោះទីផ្សារហាងឆេងមាសចំពោះឱកាសនៃការជួញដូរដើម្បីស្វែងរកនូវផលចំណេញនៅក្នុងថ្ងៃនឹងតែម្ដងកញ្ញាសាន់ដេបាទហើយចំពោះឱកាសចំណេញចំពោះទីផ្សារហាងឆេងមាសបាទគឺវាងាយស្រួលនៅក្នុងការបង្កើតនូវផលចំណេញទេបាទក្នុងមួយឡុតសាយមានឱកាសចំណេញខ្ទង់$300 $500អីក៏យើងអាចធ្វើការ clear យកពីទីផ្សារហាងឆេងនេះមកនៅក្នុងគណនីរបស់យើងមកបាទហើយចំពោះឱកាសចំណេញគឺលឿនទេមិនយូរទេបាទការជួញដូរនៅក្នុងទីផ្សារហ្នឹងបាទអញ្ចឹងឥឡូវខ្ញុំធ្វើការ note ជូនបន្តិចទៅបាទជូនដល់ប្រិយមិត្តទាំងអស់គ្នាដែលតែងតែនិយមជួញដូរនៅក្នុងទីផ្សារហាងឆេងហ្នឹងបាទអញ្ចឹងចំពោះទីផ្សារហាងឆេងមាសនេះខ្ញុំដាក់ថារងចាំបាទរងចាំលក់ទៅបាទខ្ញុំដាក់ថារងចាំលក់បាទរងចាំលក់បាទនៅតម្លៃបាទ 3,339 បាទអញ្ចឹងប្រិយមិត្តទាំងអស់គ្នាអាចធ្វើការរងចាំលក់នៅក្នុងតម្លៃហ្នឹងបានបាទ 3,339 ហ្នឹងបាទនៅក្នុងតម្លៃខាងលើនេះបាទ 3,339 អញ្ចឹងមានថាប្រិយមិត្តទាំងអស់គ្នាអាចធ្វើការរងចាំលក់នៅក្នុងតម្លៃទាំងអស់ហ្នឹងបានបាទហើយចំពោះឱកាសចំណេញខ្ញុំគិតថាយើងនឹងទទួលបានឱកាសចំណេញច្រើនអំពីទីផ្សារមួយហ្នឹងមកវិញប្រិយមិត្តទាំងអស់គ្នាណាបាទហ្នឹងហើយបាទនេះហើយមួយទៀតខ្ញុំសូមបញ្ជាក់ដដែលអញ្ចឹងថាបើសិនបើទីផ្សារហាងឆេងហ្នឹងវាមកប្រេក 3,339 ហ្នឹងមកដល់ 3,350 ឬក៏ 3,380 នៅខាងលើនេះគឺយើងនៅតែអាចធ្វើការ sell ឬក៏កក់ហាងឆេងមាសលក់ចុះនៅក្នុងតម្លៃទាំងអស់ហ្នឹងបានផងដែរបាទហើយចំពោះឱកាសចំណេញបាទបងប្អូនអាចបាទយកនៅតម្លៃបាទខាងក្រោមនេះក៏បានដែរបាទ 3,296 បើសិនបើយើងបាន sell នៅ 3,339 យើងអាចដាក់ take profit នៅ 3,396 នៅខាងក្រោមនេះតែម្ដងបាទហ្នឹងចំពោះឱកាស take profit ណាបាទអញ្ចឹងចំពោះឱកាស take profit បើសិនបើយើងបាន sell នៅក្នុងតម្លៃហ្នឹងមែន 3,339 បាទចំពោះ take profit ក្នុងមួយ lot size យើងចំណេញបានខ្ទង់$4,355បាទ$4,355បាទហ្នឹងឱកាស take profit បាទអញ្ចឹងខ្ញុំសុំ note បន្តិចទៅបាទខ្ញុំដាក់ថា TP បាទ take profit ហ្នឹងបាទ 3,296 បាទគឺនៅខាងក្រោមនេះតែម្ដងបាទអញ្ចឹងមានឱកាសចំណេញប្រមាណ$4,300ជាងបាទគឺចំណេញច្រើនបាទហើយចំពោះ stop loss ប្រិយមិត្តអាចដាក់នៅ 3,349 បាទឬក៏ 3,350 បាទហ្នឹងចំពោះ stop loss នឹងបើសិនមកបាន sell នៅក្នុងតម្លៃ 3,339 ហ្នឹងណាបាទគាត់ថាឥឡូវយើងរងចាំបន្តិចតម្លៃហាងឆេងបច្ចុប្បន្នវាកំពុងតែឡើងដល់តម្លៃប្រមាណ 3,323 ទេបាទនឹងតម្លៃបច្ចុប្បន្នណាប៉ុន្តែសួរថាចុះលោកគ្រូបើសិនបើទីផ្សារហ្នឹងវាមិនបានឡើងទៅប៉ះ 3,339 ហើយចុះបើសិនបើយើងអាច sell តម្លៃហាងឆេងបច្ចុប្បន្នហ្នឹងបានអត់បាទបើសិនបើប្រិយមិត្តទាំងអស់គ្នាចង់ sell ក៏បានដែរបាទចង់ sell ក៏បានដែរគ្រាន់ថាវារៀងមានហានិភ័យបន្តិចហានិភ័យបែបណាដោយសារតែ
ការឡើងនៃទីផ្សារហាងឆេងមាសនៅក្នុងថ្ងៃហ្នឹងវាមិនតាន់ឡើងធំអីប្រហែលនោះទេទើបតែ20លេខជាងអីតែប៉ុណ្្នឹងទេបាទហើយដូចខ្ញុំជំរាបជូនកន្លងមកអញ្ចឹងការប្រែប្រួលនៃទីផ្សារហាងឆេងមាសមួយថ្ងៃចន្លោះពី70លេខទៅ100លេខបាទប៉ុន្តែឥឡូវមកព្រឹកហ្នឹងវាទៅប្រែប្រួលឡើងខ្ទង់ប្រហែល20លេខជាងតិចតួចទេបាទអញ្ចឹងបើសិនបើវារងចាំឡើងមកដល់3339អាហ្នឹងវាខ្ទង់40លេខអីជាងអាហ្នឹងក៏យើងវាគួរ sale តម្លាក់មកវិញផងដែរហើយម្យ៉ាងយើងសំអាងទៅលើព័ត៌មានការពីថ្ងៃសុកថ្មីនេះវាល្អទៀតសោតនោះគឺជាតម្លៃមួយដែលយើងគួរ sale តម្លាក់នឹងឯងបាទតម្លៃ3339ហ្នឹងវាជាអាកាសចំណេញណាបាទអញ្ចឹងកញ្ញា Sunday នៅក្នុងថ្ងៃហ្នឹងការវិភាគទៅលើទីផ្សារហាងឆេងមាសដើម្បីស្វែងរកនូវផលចំណេញក៏ដូចជាការ recommendation ទៅលើតម្លៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទហើយក៏ជូនពរឲ្យប្រិយមិត្តទាំងអស់គ្នាជួបតែសំណាងល្អរកស៊ីទទួលទានមានបាននិងមានសុខភាពល្អផងដែរបាទសូមអរគុណបាទចាសសូមអរគុណលោកសាវ័នសម្រាប់ការបកស្រាយទៅលើបច្ចេកទេសចាការជួញដូរទៅលើតម្លៃហាងឆេងមាសជូនដល់ទស្សនិកជនទាំងអស់គ្នាកម្មវិធីសេដ្ឋកិច្ចនឹងទ្របឈានដល់ទីបញ្ចប់ចានាងខ្ញុំសារ៉ា Sunday និងវាគ្មិនក៏ដូចជាក្រុមការងារបច្ចេកទេសសូមអរគុណនិងសូមជម្រាបលា